ភ្នាក់ងារសេវាកម្មសម្ងាត់របស់អាមេរិកបានរកឃើញការរៀបចំទីឆ្លងបាញ់នៅលើដើមឈើមួយដើមដែលមានចម្ងាយមិនដល់1គីឡូម៉ែត្រផងទេពីផ្លូវរត់ជាកន្លែងដែលអាចកំណត់គោលដៅទៅលើលោកត្រាំយ៉ាងច្បាស់លាស់លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំបន្ទាប់ពីបានរកឃើញវត្ថុតាងគួរឲ្យសង្ស័យរៀបចំសម្រាប់លោកបាញ់ប្រហារទៅលើយន្តហោះ Air Force One នៅអាកាសយានដ្ឋានអន្តរជាតិ Palm Beach ក្នុងរដ្ឋ Florida សារព័ត៌មាន The Telegraph បានរាយការណ៍ថាហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី19ខែតុលាឆ្នាំ2025នៅពេលដែលលោកត្រាំត្រៀមហោះចេញពី Florida ភ្នាក់ងារសេវាកម្មសម្ងាត់របស់អាមេរិកបានរកបាញ់នៅលើដើមឈើមួយដើមដែលមានចម្ងាយមិនដល់1គីឡូម៉ែត្រផងទេពីផ្លូវរត់ជាកន្លែងដែលអាចកំណត់គោលដៅទៅលើលោកត្រាំយ៉ាងច្បាស់លាស់បើទោះបីជារកមិនឃើញជនសង្ស័យនឹងអាវុធភ្លាមៗក៏ដោយភ្នាក់ងារសេវាកម្មសម្ងាត់អាមេរិកចាត់ទុកថានេះគឺជាការគំរាមកំហែងហើយបានបង្វែរឲ្យតូចផ្នែកចំហៀងជំនួសវិញដើម្បីបញ្ជាគ្រោះថ្នាក់ពេលនេះក្រុម FBI កំពុងតែស៊ើបអង្កេតលើករណីនេះសូមបញ្ជាក់ថា Air Force One ជាយន្តហោះពិសេសសម្រាប់តែប្រធានាធិបតីអាមេរិកម្នាក់ប៉ុណ្ណោះតួយន្តហោះនេះមិនអាចបាញ់ធ្លុះក៏មិនអាចបំផ្លាញវាបានដែរហើយយន្តហោះនេះមានឧបករណ៍អេឡិចត្រូនិកនិងបច្ចេកវិទ្យាដើម្បីបង្វែរការវាយប្រហារដោយមីស៊ីលថែមទៀតយន្តហោះ Air Force One មាន3ជាន់ក្នុងនោះមានបន្ទប់35គ្រឿងបន្ទប់ប្រជុំបន្ទប់សម្រាកកន្លែងចម្អិនអាហារនិងបន្ទប់ព្យាបាលនិងវគ្គកាត់បន្ទាន់ខ្ញុំរស់សុធាពី News Today NPTV